Bitcoin បានធ្លាក់ចុះ 32% តើក្រុមហ៊ុនដែលទិញ Bitcoin ជាទុនបម្រុងនៅដំណើរការដែរឬទេទីផ្សារគ្រីបតូកំពុងរង្គោះរង្គើ Bitcoin បានធ្លាក់ចុះ 32% កាលពីខែមករាឆ្នាំ 2025 មកនៅត្រឹម $74,500 ក្នុងរយៈពេល4ខែកន្លងមកនេះក្រុមហ៊ុនដែលទិញ Bitcoin ជាទុនបម្រុងដូចជា MicroStrategy, Meta Planet និង Semler Scientific កំពុងប្រឈមសម្ពាធដូច្នេះតើពួកគេនៅដំណើរការដែរឬទេចាប់ដើមជាមួយ MicroStrategy អ្នកត្រួសត្រាយទិញ Bitcoin ពួកគេមាន 52,885 Bitcoin តម្លៃ $39.5 លានតម្លៃទិញជាមធ្យម $67,458 ធៀបនឹង $74,500 ឥឡូវអញ្ចឹងពួកគេនៅមានការចំណេញ 10% ឬ $3.9 លានថែមទៀតភាគហ៊ុន MSTR ធ្លាក់តែ 2% តាំងពីដើមឆ្នាំដូច្នេះពួកគេនៅតែខ្លាំងព្រោះទិញនៅតម្លៃទាបនិងគ្រប់គ្រងហានិភ័យបានល្អប៉ុន្តែមកមើល Meta Planet និង Semler Scientific ដែលជាអ្នកមកក្រោយ Meta Planet កាន់ 4,206 Bitcoin តម្លៃទិញ $88,800 ខ្ពស់ជាង $74,500 ឥឡូវអញ្ចឹងខាត 15% ហើយភាគហ៊ុនបានធ្លាក់ចុះ 20% កាលពីថ្ងៃច័ន្ទចំណែក Semler ទិញជាមធ្យម $87,854 ខាត 20% ហើយភាគហ៊ុនធ្លាក់ 38% ក្នុងឆ្នាំនេះដូច្នេះអ្នកមកក្រោយទាំងនេះខាតបង់ច្រើនព្រោះចូលទីផ្សារពេល Bitcoin ថ្លៃនិងខ្វះប្រាក់បម្រុងទប់ទល់អញ្ចឹងតើ Bitcoin ជាដាវមុខពីរឬយ៉ាងណាសម្រាប់គុណសម្បត្តិវាជួយការពារអតិផរណានិងឱកាសចំណេញខ្ពស់ MicroStrategy បង្ហាញថាអ្នកដែលហូររយៈពេលវែងអាចនឹងចំណេញច្រើនប៉ុន្តែគុណវិបត្តិវាអាចប្រែប្រួលធ្វើឲ្យខាតរយៈពេលខ្លី Meta Planet និង Semler ជាភស្តុតាងបង្ហាញថាអ្នកមកក្រោយរងសម្ពាធខ្លាំងដូច្នេះការធ្លាក់នេះអាចបំភ័យក្រុមហ៊ុនថ្មីតែអ្នកខ្លាំងអាចមើលឃើញថាជាឱកាសសម្រាប់ទិញ MicroStrategy បង្ហាញថា Bitcoin អាចចំណេញបានបើទិញនៅតម្លៃទាបនិងគ្រប់គ្រងហានិភ័យបានល្អប៉ុន្តែ Meta Planet និង Semler ប្រមានថាអ្នកចូលមកទិញក្រោយអាចនឹងងាយរងគ្រោះតើក្រុមហ៊ុនទាំងនេះអាចនឹងបន្តដំណើរជាមួយ Bitcoin ទៀតឬអត់នៅត្រាំ Black Swan នេះអាចបញ្ចេញមតិយោបល់នៅក្នុង comment ខាងក្រោមបាន